មនុស្សធម្មតាសន្សំលុយទុកដើម្បីប្រើពេលមានបញ្ហាមនុស្សអស្ចារ្យសន្សំលុយទុកដើម្បីធ្វើអ្នកមាននៅថ្ងៃនេះខ្ញុំនឹងប្រាប់អ្នកទាំងអស់គ្នាពីវិធីសន្សំលុយដើម្បីធ្វើអ្នកមានតោះយើងចាប់ផ្ដើមពីការសន្សំលុយក្នុងមួយខែ100រៀល Yes អ្នកស្ដាប់មិនច្រឡំទេយើងចាប់ផ្ដើមដោយសន្សំមួយខែត្រឹមតែ100រៀលប៉ុណ្ណោះនៅពេលនេះអ្នកប្រហែលជាចង់សួរខ្ញុំថា100រៀលសន្សំ10ឆ្នាំ10ជាតិទៀតក៏មិនទាន់ធ្វើអ្នកមានដែរអូខេកុំតន់អាបន្តិចទៀតអ្នកនឹងយល់ឥឡូវខ្ញុំចាប់ផ្ដើមពីការសន្សំមួយខែ100រៀលជាមុនសិនឥឡូវខែទី1នេះខ្ញុំដាក់100រៀលចូលទៅក្នុងកូនជ្រូកសំណក់របស់ខ្ញុំប៉ុន្តែមុននឹងដាក់លុយចូលទៅក្នុងកូនជ្រូកនេះខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាយល់ច្បាស់ពីច្បាប់នៃការសន្សំជាមុនសិនច្បាប់ទី1នោះគឺកូនជ្រូកដែលយើងទិញមកនេះពេលដែលយើងដាក់លុយចូលភ្លាមកូនជ្រូកនេះនឹងក្លាយទៅជាកូនជ្រូកដែលមានជីវិតភ្លាមវាគឺជាតួនាទីរបស់យើងដែលត្រូវចិញ្ចឹមវាជារៀងរាល់ខែនៅពេលដែលយើងដាក់លុយចូលទៅក្នុងកូនជ្រូករបស់យើងមួយនេះច្បាប់ទី2នោះគឺកូនជ្រូករបស់យើងមួយនេះវាស៊ីចំណីច្រើនជាងមុន1ទ្វេជា2ជាងនេះមានន័យថាឥឡូវឧទាហរណ៍ខែនេះខ្ញុំបានដាក់100រៀលចូលក្នុងកូនជ្រូករបស់ខ្ញុំមកអញ្ចឹងខែបន្ទាប់ខ្ញុំត្រូវសន្សំមិនមែន100រៀលទេតែគឺ200រៀលណាអញ្ចឹងចូលដល់ខែទី2ខ្ញុំដាក់200រៀលចូលទៅក្នុងកូនជ្រូករបស់ខ្ញុំចូលដល់ខែទី3ខ្ញុំត្រូវដាក់400រៀលព្រោះវាស៊ីចំណី1ទ្វេជា2ជានេះអញ្ចឹង400រៀលចូលដល់ខែទី4ខ្ញុំត្រូវដាក់ចំណីឲ្យវា800រៀលព្រោះវាស៊ី1ទ្វេជា2ចំណិចអញ្ចឹងនៅពេលនេះអ្នកប្រកាសជាចង់សួរខ្ញុំថាលោកគ្រូអញ្ចឹងបើយើងដាក់វាឡើង1ទ្វេជា2បន្តិចខ្ញុំមានលុយឡើងទៅដាក់វារាល់ខែទៅអញ្ចឹងឥឡូវឡើងដល់100តិចទៀតឡើងដល់1000តិចទៀតឡើងដល់10000តិចទៀតឡើងដល់100,000ណាអញ្ចឹងខ្ញុំមានលុយណាទៅដាក់ឲ្យវាដល់មួយខែរាប់ពាន់រាប់ម៉ឺនដុល្លារអញ្ចឹងយើងត្រូវមកយល់ពីច្បាប់ទី3នៃការសន្សំលុយរបស់យើង
Chẳng bắp thì mũi ban tranh thá còn chung ní nơi biệt đã lùi châu hói dưỡng trơ tại miền tùng có trơ obviously chùm nấy chỉ riêng rồi phải là chùm này đó biết khi chùm lùi được bao nhiêu như này bắp thì pi ban tranh thá còn chung ní si chùm nấy cho rằng chùm muốn mũi thuê chùm pi chùm này chẳng bao một khai này đặng $10 khai rồi dưỡng trơ tại obviously pi $1 chùm này đó biết khi cho rằng chùm muốn mũi thuê chùm pi chùm này bắp thì bảy rồi sân mà dương không biết là tập hiệp ao chùm này vì cho nên chúng muốn môi thuê gì thế giang hỏi này dương tới ao chùm này biết smart nâng khai một miễn này thả út thì họ đối khai này đại việt xí một khai $10 giống bà khai cái đó dương không biết là tập hiệp lao đo $2 đấy dương tới ao chùm này việt xí trâm $10 này chuyện này mình ai crown này rồi mình ai thả ấy khai này một so tập bài sấp miên tập chất sấp đã cho on tế cứ trâu ao chụp này viết mà nó khai muốn chia này mà ai trong khai một lần chẳng biết là dùng như là tập tiếp trăm lần hỏi pe lần hỏi mà ai chốt một bên lần út thì họ thà khai nước đạm $10 giống sao tay và man khai cái đó dương ai lang nó bị rồi giống như đã pi rồi cho bảo đã pi rồi cho hỏi cứ tụm nó có trâu bảo dương cứ trâu đã pi rồi chỉ riêng rồi khai mà ai thôi mà đã trâu $10 bị lọt rứa số mấy tay $10 ha có mà này nè cứ trâu tay tụm nó có trâu cứ đã pi rồi chỉ riêng rồi khai rồi sân mà dương không biết là tập hiệp đã đo pi rồi thế chẳng dương cho đó cho bác tỷ buồn nô cử rồi sân mà dương không biết là tập hiệp ở vía si chùm này smart được khai muốn một thế chẳng dương tới bao con chuột này chào hỏi chọc đáng từ tinh con chuột mấy dốc mò sẵn sống pi $10 riêng lang vinh một đồng tiền nì hỏi cứ chỉ ca sẵn sống lối bát đẹp miền thưa bài mì ca sẵn sống lối bát mì mình trâm để ao dương sẵn xong lối ban tràn một hạt ban tràn chỉ ở tệ bản man thế còn tại viết cả ao dương viết cả thua dương khất không prang prai được trong ca thua ca nghiện bỏ dươngឬក៏ដូចជាការរស់ស៊ីរបស់យើងឲ្យអស់ពីលទ្ធភាពផងដែរព្រោះយើងដឹងច្បាស់ថាយើងត្រូវចិញ្ចឹមជ្រូករបស់យើងនេះឲ្យវាធំធាត់ឲ្យវាស៊ីចំណីឲ្យគ្រប់ប្រសិនបើយើងមានលទ្ធភាពឧទាហរណ៍ថាមួយខែត្រឹម$50ធ្វើការគេមួយឆ្នាំហើយឬក៏រស់ស៊ីមួយឆ្នាំហើយ2ឆ្នាំហើយ3ឆ្នាំហើយ4 10ឆ្នាំហើយនៅតែត្រឹម$50យើងក៏ខ្មាស់កូនជ្រូកសំណប់របស់យើងដែរធ្វើការ4 10ឆ្នាំហើយនៅតែគ្មានលទ្ធភាពឡើងឲ្យគ្នា50នៅតែ50នៅហ្នឹងគ្មានលទ្ធភាពឲ្យគ្នាគុណ1 ជា 2នៅពេលដែលយើងដាក់ចំណីវាស៊ីដដែលឧទាហរណ៍ថាលទ្ធភាពយើងត្រឹម$100ចុះអញ្ចឹងវាស៊ី$100 3-4 ខែ 5-6 ខែអញ្ចឹងយើងនឹងចាប់ដើមសួរខ្លួនឯងថាតើយើងនេះគឺជាម្ចាស់របស់វានេះមានលទ្ធភាពឲ្យវាត្រឹមតែប៉ុណ្្នឹងជារឿងរហូតទេនេះយើងខ្មាស់វាដែរទេណាយើងខ្មាស់កូនជូកសម្រាប់របស់យើងនេះដែរទេណារស់ស៊ី 4-10 ឆ្នាំហើយឲ្យគ្នាស៊ីចំណីដដែលមួយខែត្រឹម$100មានលទ្ធភាពឡើងឲ្យគ្នាត្រឹម$200នេះហើយគឺជាការសន្សំលុយបែបអ្នកមានសន្សំលុយបែបរត់ដេញតាមសមត្ថភាពរបស់យើងវានឹងធ្វើឲ្យយើងខិតខំប្រឹងប្រែងពេលដែលយើងឃើញមុខវាយើងនឹងខំប្រឹងប្រែងកាន់តែខ្លាំងកាន់តែរត់កាន់តែខ្លាំងប៉ុន្តែមុននឹងយើងអាចធ្វើបែបនេះបានយើងត្រូវចាំច្បាប់ទាំង4របស់យើងឲ្យបានច្បាស់បើយើងមិនធ្វើបែបនេះទេយើងចង់ដាក់ប្រមាណក៏បាននឹកឃើញដាក់50ក៏ដាក់50នឹកឃើញដាក់60ក៏ដាក់60នឹកឃើញដាក់70នឹកឃើញដាក់80សល់ប៉ុណ្ណាដាក់ប៉ុណ្ណឹងវានឹងធ្វើឲ្យយើងគ្មានការខិតខំប្រឹងប្រែងទេវានឹងធ្វើឲ្យយើងមានអារម្មណ៍ថាយើងមិនបានសន្សំលុយឲ្យអស់ពីលទ្ធភាពរបស់យើងទេហើយក៏វាមិនបានជំរុញឲ្យយើងខិតខំប្រឹងប្រែងក្នុងការធ្វើការងាររបស់យើងឲ្យអស់ពីលទ្ធភាពផងដែរជាចុងក្រោយខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងចាប់ផ្ដើមសន្សំលុយពីពេលនេះតទៅសន្សំលុយដើម្បីធ្វើជាអ្នកមានកុំសន្សំលុយដើម្បីទុកប្រើពេលមានបញ្ហាព្រោះនៅពេលដែលអ្នកសន្សំលុយទុកប្រើដើម្បីដោះស្រាយបញ្ហាពេលមានបញ្ហាអ្នកនឹងជួបបញ្ហាជាក់ជាមិនខានព្រោះខួរក្បាលរបស់អ្នកអារម្មណ៍របស់អ្នកចិត្តរបស់អ្នកកំពុងតែទន្ទឹងបញ្ហាឲ្យវាមកដល់ទៅហើយហ្នឹងអញ្ចឹងបញ្ហាវានឹងមកដល់អ្នកតាមសេចក្តីបងប្រាថ្នារបស់អ្នកប៉ុន្តែបើយើងសន្សំលុយដើម្បីធ្វើជាអ្នកមានវិញយើងនឹងកាន់តែខិតខំប្រឹងប្រែងកាន់តែខ្លាំងជាងមុនកាន់តែខំរត់ឲ្យលឿនជាងមុនឲ្យអស់ចាជាងមុនប្រើគំនិតបញ្ញារបស់យើងឲ្យអស់ពីលទ្ធភាពឲ្យកាន់តែខ្លាំងក្លាជាងមុនអូខេនៅពេលនេះអ្នកទាំងអស់គ្នាអាចចាប់ផ្ដើមទៅទិញកូនជ្រូកដើម្បីមកសន្សំលុយដើម្បីធ្វើជាអ្នកមានទាំងអស់គ្នា